បាទជំរាបសួរអ្នកទាំងអស់គ្នាដែលកំពុងតាមដាន Channel YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំនឹងលើកយករឿងមួយគឺជារឿងពិតរឿងនោះកើតឡើងនៅក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅឃុំឬស្រីស្រុកស្រីសន្ធរខេត្តកំពង់ចាមជារឿងផ្ទាល់ដែលខ្ញុំបានជួបកើតឡើងរឿងនោះគឺជារឿងដែលខ្ញុំបានជួបគឺវាមានព្រឺព្រួយរន្ធត់ខ្លាំងមែនទែនគឺខ្ញុំបានជួបជាមួយនឹងខ្មោចកំបុតក្បាលដូច្នេះហើយចង់ដឹងរឿងយើងមានដំណើរដើមតមយ៉ាងម៉េចមកទស្សនាវីដេអូរបស់ខ្ញុំនិងសម្រាប់អ្នកគ្នាការនោះខ្ញុំបានទៅបឹងពេលដែលខ្ញុំទៅបឹងបន្ទាប់មកម៉ោងប្រហែលជា6ល្ងាចខ្ញុំក៏បានទៅស្រោចបន្លែជាធម្មតាម៉ោង7ខ្ញុំតែមកវិញដូច្នេះហើយនៅតាមស្រុករាជចំការនៅខែដូចជា9ខែ10គឺនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមខាងខ្ញុំនោះគឺមានទឹកបឹងចូលអញ្ចឹងហើយខ្ញុំបានជិះទូកបន្ទាប់មកខ្ញុំបានជិះទូកមកដល់ច្រាំងនោះនៅក្រោយផ្ទះរបស់ខ្ញុំគេហៅថាបឹងតូចបន្ទាប់មកខ្ញុំក៏បានឃើញត្រមោលមួយដែលអង្គុយនៅមាត់បឹងហើយខ្ញុំក៏បានជិះទូកជប់ដើមគឺស្មានតែអ្នកជិតខាងឬមួយក៏អ្នកភូមិឬមួយក៏ពូរបស់ខ្ញុំអញ្ចឹងទៅព្រោះដោយសារជាសពម្ដងគឺពួកគាត់តែងតែនៅមាត់បឹងគឺគាត់តែងតែនៅកន្លែងចម្លងកន្លែងហ្នឹងពីមុនមកគឺជាកន្លែងចម្លងយាយអីហ្នឹងយាយដែលតាដែលគាត់ទៅវត្តទៅអីដោយសារតែខែនោះគឺខែដាក់បិណ្ឌហ្នឹងខែ9ខែ10នេះគឺជាខែបិណ្ឌហ្នឹងដាក់បិណ្ឌកាន់បិណ្ឌហ្នឹងទៅហើយជារៀងរាល់ល្ងាចហ្នឹងពួកខ្ញុំតែងតែជូនគាត់ទៅវត្តទៅអីហ្នឹងទៅហើយបន្ទាប់មកខ្ញុំគិតថាស្មានតែជាពូរបស់ខ្ញុំទេដែលអង្គុយអោនពេលនោះខ្ញុំមិនចាប់អារម្មណ៍ទេថានោះគឺជាខ្មោចខ្ញុំគិតថាពូប្រហែលជាគាត់អង្គុយអោនទៅហើយខ្ញុំក៏បានអុំទុកទៅគៀកស្រាប់តែខ្ញុំមានអារម្មណ៍ថាព្រឺសម្បល់ឡើងមែនគឺរោមខ្ញុំគឺបាក់ខ្ញាក់តែម្ដងបន្ទាប់មកខ្ញុំឃើញគាត់ដើរទៅខ្ញុំរៀបនឹងហៅពេលដែលរៀបនឹងហៅស្រាប់តែខ្ញុំឃើញអត់មានក្បាលទេហើយខ្ញុំក៏បានយីភ្នែកខ្ញុំមួយផ្លែតបន្ទាប់មកខ្ញុំក៏បានដងទឹកនៅក្នុងបឹងហ្នឹងយកមកលុបមុខបន្ទាប់មកខ្ញុំមើលតាមពិតពេលនោះខ្ញុំព្រឺសម្បងឡើងមែនហើយអារម្មណ៍ខ្ញុំគឺផិតភ័យរន្ធត់ខ្លាំងមែនដោយសារតែខ្ញុំឃើញបែបនេះគឺខ្ញុំគិតថាប្រហែលជាខ្មោចហើយមើលទៅបន្ទាប់មកខ្ញុំក៏បានដើរទៅលឿនខ្លាំងមែនអុំទុកលឿនខ្ញុំបំរុងថាបកក្រោយប៉ុន្តែខ្ញុំគិតថាខ្ញុំតាំងចិត្តខ្លួនឯងថាខ្ញុំមិនខ្លាចទេដោយសារតែវាចិត្តដល់ខាងរបស់យើងហើយវាចិត្តដល់ច្រាំងរបស់យើងហើយបន្ទាប់មកខ្ញុំបានអុំទុកទៅមុខបន្តទៀតស្រមោលខ្មៅមួយនោះក៏បានដើរបាត់ចិត្តឈឹងតែម្ដងប៉ុន្តែអត់មានអ្នកណាជឿខ្ញុំទេបន្ទាប់មកថ្ងៃទី2ប្អូនខ្ញុំគឺជាដូនមួយគឺរាល់ដងគឺវាតែងតែចម្លងយាយទៅវត្តនោះវាបានចម្លងយាយទៅវត្តហើយវាឃើញអ៊ំប្រុសម្នាក់ដែលមើលទៅដូចជាអ្នកនៅស្រុកឆ្ងាយដែរគាត់ថាគាត់មកពីឆ្ងាយអញ្ចឹងហើយគាត់សូមឲ្យអូនប្រុសរបស់ខ្ញុំជួយគាត់ទៅបន្ទាប់មកអូនប្រុសរបស់ខ្ញុំបានជួយទៅធម្មតាទៅដល់ពេលដែលអូនប្រុសរបស់ខ្ញុំតែអូនដល់កណ្ដាលបឹងគាត់ប្រាប់ថាអូនជួយទឹកខ្លាំងណាស់ដល់អូនប្រុសរបស់ខ្ញុំអូនមើលខ្ញុំបានដាក់ទឹកទៅតាមអីទេអញ្ចឹងអូនឯងឲ្យទឹកគាត់នៅតែអោនហ្នឹងតែនឹងអីវាអ៊ំដល់ផ្ទះកណ្ដាលបឹងទៅហើយស្រាប់តែអ៊ំនឹងអង្គុយមកអ៊ំប្រុសរបស់ខ្ញុំក៏ឃើញសកម្មភាពទាំងអស់នោះគឺអ៊ំប្រុសម្នាក់នោះមិនមានក្បាល
តួមួយក៏មកបងប្រុសរបស់ខ្ញុំបានអុំទុកដល់កន្លែងទូនោះវាក៏ចាប់ដើមរត់ហើយបន្ទាប់មកបងប្រុសរបស់ខ្ញុំគឺបានឈឺខ្លាំងមែនដោយសារតែខ្មោចក្បត់បាននេះលោកក៏បានឲ្យលោកចូលទឹកចូលអីទៅហើយទុករបស់គេគឺរសាត់បណ្ដាទៅឆ្ងាយខ្លាំងមែនតម្រង់តែរោគទុកនឹងឃើញគឺអស់រយៈពេល 2-3 ថ្ងៃក្រោយមកលែងមានអ្នកចម្លងចាស់ពេលយប់ទៀតហើយពេលណាទៅតើតែទៅ 2-3 នាក់ដោយសារតែចំនួនខ្ញុំនៅនោះវាពីឆ្នាំ 2002 2003 កាលនោះមិនឃើញមានភ្លើងគ្រប់គ្រាន់ទេហើយក៏ជួបរឿងហេតុការណ៍នេះទៅហើយរឿងបន្ទាប់ទៀតគឺនៅក្នុងព្រៃសន្ធរខាងខេត្តពោធិ៍ការខ្ញុំនេះគឺមានរឿងចម្លែកនៅកំពុងចលងដកដៅពេលម៉ោង 6 ល្ងាចម៉ោង 5 ល្ងាចនៅក្នុងគឺប្រើប្រាស់អង្គុយអញ្ចឹងហើយពួកខ្ញុំគឺដែលទឹកឡើងយកអង្គុយទៅបញ្ចូលហើយពេលថ្ងៃឡើងជាមួយกับពេលល្ងាចគឺវាពេញម៉ោង 4 ម៉ោង 5 ហ្នឹងខ្ញុំបានអុំទូកពីកំពុងចន្លងកន្លែងខ្ញុំដែលនិយាយថាមានខ្មោចក្បត់ក្បាលណាបន្ទាប់មកខ្ញុំក៏បានអុំទូកទៅយកអង្គុយអុំបានប្រហែលជា10 គីឡូម៉ែត្រសំទុះគឺ1 គីឡូម៉ែត្រអុំបានប្រហែលជា1 គីឡូម៉ែត្រស្រាប់តែមានមនុស្សម្នាក់នៅលើទូតែខ្ញុំគឺបានតែហៅអវ៉ាពីអ្នកទៅណាហ្នឹងមកយកអុំផងអុំចង់ទៅផ្សារដែរហើយខ្ញុំបានឆ្លងដល់ជុំអុំក៏ទៅផ្សារម៉ោង 6 7 ហ្នឹងអញ្ចឹងពីអ្នកកូនទៅមួយហ្នឹងក៏បានអុំទៅទៀតទៅថាអត់អីទេអុំចាំខ្ញុំកន្លងក៏មកស្រាប់តែខ្ញុំពីអ្នកអូនខ្ញុំអុំទៅខ្ញុំគឺលើកបាទូខ្ញុំគឺលើកកន្ទុយទូហើយក៏បានយកគាត់ទៅប្រាប់តែខ្ញុំអុំប្រហែលជាចិត្តរខាងនៅខាងគេហៅថាភូមិថ្នោតខ្ញុំបានអុំទៅដល់កន្លែងដើមស្វាយមួយធំខ្លាំងទៀតនៅកន្លែងនោះជាធម្មតាខែប្រាំងខែនេះគឺជាកន្លែងជួលមន់ណាគេហៅថាដីប្រព័ន្ធដល់ខ្ញុំអុំទៅដល់កន្លែងស្វាយស្រាប់តែអុំស្រាប់តែគឺបន្ថែមខ្លួនមួយលាក់ចុះមកពីលើមេឃស្វាយអស់ពួកខ្ញុំមានអារម្មណ៍ថាព្រឺសម្បល់ស្រាប់តែខ្ញុំមើលទៅអុំស្រីដែលហៅខ្ញុំចន្លងនោះស្រាប់តែមើលទៅស្រាប់តែបាត់គាត់ពីលើទូកហើយខ្ញុំបានសួរបងប្រុសថាអ៊ីនឹងទៅណាហើយ